Miss Magic Painting 2025, the unforgettable stage.សូមស្វាគមន៍មកកាន់ការប្រកួតនៃឈុតដំណើរជាតិរបស់កម្មវិធី Miss Magic Painting ឆ្នាំ2025ខ្ញុំបាទ Kim Kevin ដែលបញ្ចូលសម្លេងដោយឆ្មា Review មុននឹងការឈានទៅដល់ការបង្ហាញខ្លួននៃកម្ពុជាបេក្ខនារីទាំង15រូបខ្ញុំបាទអនុញ្ញាតសូមប្រកាសជាមួយនឹងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅក្នុងយប់នេះសូមស្វាគមន៍ជាដំបូងទៅកាន់ Miss World Challenge Cambodia ឆ្នាំ2025សូមស្វាគមន៍ជាបន្តទៅកាន់ Miss Globe Cambodia ឆ្នាំ2025ជាចុងក្រោយសូមស្វាគមន៍ទៅកាន់កំពូលទាំង3រូបរបស់ Miss Magic Painting ឆ្នាំ2025ការប្រកួតឈុតដំណើរជាតិរបស់ Miss Magic Painting ឆ្នាំ2025ត្រូវបានចាប់ផ្ដើមសូមទស្សនាជាមួយនឹងការបង្ហាញខ្លួនដ៏ល្អឯករបស់កម្ពុជាបេក្ខនារីទាំង15រូបរបស់យើងMiss Magic Painting 2025, the unforgettable stage.សូមស្វាគមន៍ Miss Magic Painting ខេត្តកណ្ដាលឈុតនេះមានឈ្មោះថារបាំព្រះរាជទ្រព្យទម្រង់សាមញ្ញគឺជាឈុតរបាំប្រពៃណីខ្មែរដែលមានអត្តសញ្ញាណសំខាន់ជាផ្នែកមួយនៃអត្តសញ្ញាណជាតិឈុតនេះតំណាងឲ្យសិល្បៈបុរាណនិងសិល្បៈឯកទេសរបស់ប្រជាជនខ្មែរដែលបានផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនិងទីព្រះនគរនិងព្រះបរមរាជវាំងតាំងតែពីសម័យបុរាណMiss Magic Painting ខេត្តកំពង់ចាមឈុតនេះត្រូវបានបង្ហាញឲ្យយើងឃើញអំពីព្រះមហាក្សត្រដ៏ល្បីរបស់ព្រះបាទជ័យវរ្ម័នទី7ដែលព្រះអង្គគឺជាព្រះមហាក្សត្រដ៏មានឥទ្ធិពលនៅក្នុងសម័យអង្គរព្រះនាងត្រូវបានគេចាត់ទុកថាគឺជាស្ត្រីដែលមានចិត្តសប្បុរសពោរពេញទៅដោយព្រះពុទ្ធសម្បទានិងមានតួនាទីសំខាន់សម្រាប់ការគ្រប់គ្រងព្រះបាទជ័យវរ្ម័នទាំងការគ្រប់គ្រងអាណាចក្រនិងការផ្សព្វផ្សាយព្រះពុទ្ធសាសនាមហាយានព្រះនាងតែងតែត្រូវបានគេកោតសរសើរថាជាទ្រង់ជួយទៅដល់សង្គមតាមរយៈការចូលរួមស្ថាបនាសាលារៀនអាស្រមនិងមន្ទីរពេទ្យរូបសំណាកនិងសាលាចារឹកជាច្រើនដែលបានបង្ហាញអំពីសម្រស់កិត្តិយសនិងតួនាទីដ៏ខ្ពង់ខ្ពស់របស់ព្រះនាងដោយហេតុនេះព្រះនាងអន្តរទេវីត្រូវបានគេចាត់ទុកថាគឺជារូបសញ្ញានៃស្ត្រីខ្មែរដែលមានទាំងសេចក្តីប្រាជ្ញាការស្រឡាញ់សាសនានិងសេចក្តីប្រាជ្ញាដល់ប្រទេសជាតិគូររូបដោយម៉ាន់លីអេង Miss Magic Painting ខេត្តកំពង់ឆ្នាំងឈុតអាពាហ៍ពិពាហ៍នៅប្រទេសជាតិកម្ពុជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ឈុតនេះតំណាងឲ្យភាពប្រណិតនិងអត្តសញ្ញាណវប្បធម៌ខ្មែរវាបានបង្ហាញសិល្បៈនិងប្រពៃណីបុរាណដែលបានសន្សំរក្សាតាំងពីមួយជំនាន់ដល់មួយជំនាន់ជាមួយនឹងការរចនាដ៏ប្រណិតនិងពណ៌ស្រស់ស្អាតដែលផ្ទុកន័យវប្បធម៌ខ្មែរ Miss
Miss Magic Painting កំពុងធំឈុតព្រះនាងរំសាយសក់រូបសំណាករបស់ព្រះនាងរំសាយសក់នៅក្នុងពេលបច្ចុប្បន្នត្រូវបានសាងសង់ឡើងស្ទើរតែគ្រប់បណ្ដាខេត្តទាំងអស់ដែលបានតំណាងឲ្យផ្នែកខាងវិស័យវប្បធម៌និងសាសនាខ្មែរដែលមានការពាក់ព័ន្ធទៅនឹងព្រេងនិទានខ្មែរតាំងតែពីសម័យដើមហើយបានអភិរក្សតៗគ្នារហូតមកដល់ពេលបច្ចុប្បន្នMiss Magic Painting ខេត្តកោះកុងឈុតនារីយុគសម័យទេសចរឈុតនេះផងដែរគឺចង់បង្ហាញឲ្យយើងឃើញអំពីសក្តានុពលនៃខេត្តកោះកុងដែលបានពឹងផ្អែកទៅលើតំបន់សមុទ្រមិនថាការប្រកបរបរឬវិស័យទេសចរនោះទេគឺមានឆ្នេរដ៏ស្រស់ស្អាតឈុតនេះឆ្នៃតាមទម្រង់បែបថ្មីសម័យទំនើបដែលបានបញ្ជាក់ពីដំណើរការនៃការអភិវឌ្ឍគូររូបដោយនឿនណេនMiss Magic Painting ខេត្តបាត់ដំបងឈុតនាងទេពអប្សរមេអំបៅឈុតនេះបានបង្ហាញឲ្យយើងឃើញអំពីសត្វមួយប្រភេទគឺជាមេអំបៅព្រោះមេអំបៅគឺជាសត្វល្អិតមួយប្រភេទដែលជាប្រភេទសត្វដែលមានរូបឆោមឡោមពណ៌ល្អលើសពីសត្វដទៃទៀតឈុតនេះត្រូវបានច្នៃឡើងបែបសហសម័យដែលបានប្រើប្រាស់គ្រឿងខ្មែរនិងភាពច្នៃប្រឌិតដែលបានលម្អទៅដោយផ្កានិងត្បូងជាច្រើនដែលបានធ្វើឲ្យឈុតទាំងមូលកាន់តែមានពន្លឺចង្ចាចដែលបានធ្វើឲ្យនឹងអប្សរាមេអំបៅកាន់តែមានពន្លឺនិងមានភាពទាក់ទាញគូររូបដោយវណ្ណា Miss Magic Painting ខេត្តបៃលិនសត្វត្រយងយក្សគឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាខណៈពេលដែលសត្វមួយប្រភេទនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពរងគ្រោះដែលវាស្ទើរតែជិតផុតពូជនៅលើពិភពលោករបស់យើងដូច្នោះហើយគឺតម្រូវឲ្យមានការទៀមទាជាមួយនឹងការថែរក្សានិងការអភិរក្សសត្វមួយប្រភេទនេះឲ្យបានគង់វង្សនិងយូរអង្វែង Miss Magic Painting ខេត្តពោធិ៍សាត់ឈុតដែល Miss Magic Painting តំណាងឲ្យខេត្តពោធិ៍សាត់ក្រងគឺបានដកស្រង់ចេញអំពីកម្លាំងនៃអាទិទេពដែលជាធាតុមួយនៅក្នុងចំណោមធាតុទាំង4គឺរួមមានទឹកដីភ្លើងនិងខ្យល់ទេពនិមិត្តគឺជាអាទិទេពដែលបានកកើតចេញអំពីកម្លាំងនៃទេវៈតួយ៉ាងឈុតនេះគឺត្រូវបានគូរឡើងដោយក្បូរក្បាច់រចនាជាមួយនឹងគ្រឿងតុបតែងកាយបែបផែនលម្អខ្មែរលាយបញ្ចូលជាមួយនឹងគំនិតនៃភាពច្នៃប្រឌិតតាមរយៈបែបសហសម័យគូររូបដោយទេវសត្វ Miss Magic Painting ខេត្តព្រៃវែងឈុតធីតាមរគាដែលបានដកស្រង់ឡើងចេញពីទម្រង់ជាសត្វប្រុសមួយកំណាត់និងមនុស្សមួយកំណាត់ដែលបានរួមបញ្ចូលដោយភាវៈច្រមុះដែលមើលទៅហាក់បីដូចជាសត្វព្រៃមួយដែលពោរពេញទៅដោយថាមពលនៃពន្លឺពណ៌បៃតងចំណែកឯគ្រឿងតែងកាយទៅលើនាងកញ្ញាគឺមានពណ៌មាសល្អឯកដែលបានបញ្ជាក់ពីវប្បធម៌បុរាណខ្មែររបស់យើង Miss Magic Painting ខេត្តព្រះវិហារឈុតព្រះវិហារនៃយុគមហាទេវរាជព្រះវិហារគឺជាខេត្តមួយដែលស្ថិតនៅក្នុងភាគខាងជើងបំផុតនៃប្រទេសកម្ពុជាខេត្តនេះមានផ្ទៃដីធំជាងគេលំដាប់ទី2ដែលជាខេត្តដែលមានលក្ខណៈសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិជាច្រើនខេត្តព្រះវិហារគឺជាតំបន់ដែលកម្ពុជាទទួលបាននូវភាពទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនសម្រាប់ការមកចូលរួមទស្សនាប្រាង្គប្រាសាទបុរាណនិងទេសភាពព្រៃធម្មជាតិជាដើមរីឯទីរួមខេត្តព្រះវិហារគឺមានឈ្មោះថាក្រុងព្រះវិហារឈុតនេះត្រូវបានធ្វើឡើងដោយយ៉ាងលម្អិតនិងប្រណិតដោយឈុតស្របទៅដោយគ្រឿងខ្មែរនិងប្រកបទៅដោយអត្តសញ្ញាណជាតិឈុតនេះបានបង្ហាញថាខេត្តព្រះវិហារគឺជាខេត្តមួយដ៏អស្ចារ្យនិងអំណាចដែលគ្មាននរណាអាចចម្លងបាននៅដៃសងខាងរបស់នាងកញ្ញាគឺបានកាន់ទៅដោយដងមួយដែលមានអត្ថន័យថាស្ត្រីគឺជាមនុស្សអង់អាចក្លាហានហ៊ានតស៊ូជាមួយនឹងជនឈ្លានពានប្រកបដោយថាមពលនៅផ្នែកខាងក្រោយគឺមានរូបសំណាកប្រាសាទព្រះវិហារគឺជារូបតំណាងទាំងមូលនៃខេត្តព្រះវិហារប្រាសាទព្រះវិហារគឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាតែមួយគត់
Miss Magic Painting ខេត្តព្រះសីហនុឈុត The Queen of Ireland ឈុតនេះគឺចង់និយាយអំពីជីវៈចម្រុះនៅក្នុងសមុទ្ររាប់ពាន់ប្រភេទដែលកំពុងតែរស់នៅក្រោមបាតសមុទ្រនិងកំពុងតែត្រូវការការថែរក្សាអំពីមនុស្សហេតុនេះហើយបានជាមានបញ្ញាតំណាងឲ្យខេត្តព្រះសីហនុបានលើកយកឈុតនេះឡើងដើម្បីជាចេតនានៃការផ្សព្វផ្សាយក៏ដូចជាការការពារទៅដល់សត្វដែលមានជីវិតទាំងអស់នៅក្រោមបាតសមុទ្រយើងរួមគ្នាថែរក្សាបរិស្ថានទាំងនៅក្នុងទឹកនិងនៅលើគោកដើម្បីជីវិតមនុស្សសត្វនិងរុក្ខជាតិនៅលើភពផែនដីទាំងអស់អត្ថន័យឈុតដោយ Mr. Konjac គូររូបដោយ Mr. Konjac Miss Magic Painting រាជធានីភ្នំពេញឈុតពិធីបូជាព្រះសិវលិង្គព្រះសិវលិង្គតាមរយៈការស្រាវជ្រាវរបស់បុរាណវិទ្យាបានបញ្ជាក់ថារូបចម្លាក់សិវលិង្គគឺជានិមិត្តរូបនៃទ្រឹស្ដីត្រីម៉ូក្នុងលទ្ធិព្រហ្មញ្ញសាសនាដែលមានព្រះអង្គគឺជាប្រធានព្រះសិវៈឬព្រះឥសូរព្រះវិស្ណុឬព្រះនរានិងព្រះព្រហ្មនៅក្នុងបឋមបដិមាសាស្ត្រព្រះសិវលិង្គត្រូវបានបែងចែកជា3ផ្នែកដូចជាផ្នែកខាងលើឬផ្នែកខាងមុខលិង្គមានរាងមូលតំណាងឲ្យព្រះសិវៈឬព្រះឥសូរដែលជាអាទិទេពបំផ្លាញលោកផ្នែកកណ្ដាលមានរាង8ជ្រុងដែលតំណាងឲ្យព្រះវិស្ណុឬព្រះនរាទ្រង់គឺជាអាទិទេពសម្រាប់ការថែរក្សាលោកផ្នែកខាងក្រោមមានរាង4ជ្រុងគឺតំណាងឲ្យព្រះព្រហ្មជាអាទិទេពបង្កើនលោកគូររូបដោយសានសុភង្ស Miss Magic Painting ខេត្តមណ្ឌលគិរីឈុតព្រះទេវមាតាមហាកាលីព្រះម៉ែគឺជាទេពនៃសាសនាហិណ្ឌូជាព្រះនៃពេលវេលាសេចក្តីស្លាប់និងការកំទេចព្រះម៉ែកាលីទ្រង់គឺជាអវតារមួយព្រះអង្គដែលនៅក្នុងទ្រង់ផ្សេងៗជាច្រើនទៀតរបស់ព្រះម៉ែឧមាឬព្រះម៉ែបវតីជាអគ្គមហេសីរបស់ព្រះសិវៈឬព្រះឥសូរព្រះម៉ែកាលីទ្រង់មានឫទ្ធិអានុភាពខ្លាំងក្លាកាយសាហាវគួរឲ្យភ័យខ្លាចទ្រង់មានអំណាចក្នុងការបង្ក្រាបភេរវៈអាក្រក់ទាំងពួងនិងជួយការពារឃុំក្រងអ្នកដែលប្រព្រឹត្តល្អដែលជួយឲ្យជួបតែសេចក្តីសុខប្រាចាកពីភាពភ័យខ្លាចនៃអន្តរាយនិងការបៀតបៀនពីសត្រូវទាំងឡាយMiss Magic Painting ខេត្តស្ទឹងត្រែងស្បែកភ្លុគឺជាឧបករណ៍សំខាន់មួយនៅក្នុងរបាំខ្មែរវាបានន័យថាអ្នករាំប្រើដៃទាំងពីរស្មើគ្នានិងចលនាសមសម្រួលចលនានេះមិនត្រឹមតែបង្ហាញអំពីសមភាពនៃរាងកាយប៉ុណ្ណោះនោះទេប៉ុន្តែវាគឺបានបង្ហាញអំពីសិល្បៈល្បិចបច្ចេកទេសនិងភាពស្រស់ស្អាតរបស់របាំខ្មែរនៅក្នុងរបាំប្រពៃណីខ្មែរដែលទាំងពីរត្រូវបានគេគ្រប់គ្រងយ៉ាងល្អសម្រាប់ការបញ្ចេញអារម្មណ៍និងសេចក្តីល្អបរិសុទ្ធតួអង្គប្រើប្រាស់ស្បែកភ្លុដើម្បីបញ្ជាក់ពីអារម្មណ៍ផ្លូវចិត្តផ្សេងៗដូចជាសេចក្តីស្រឡាញ់ក្តីសង្ឃឹមក្តីរំពឹងឬភាពក្លាហានចលនាដៃទាំងពីរត្រូវបានសម្រួលជាមួយនឹងជំហរនិងការបត់ខ្នងបង្កើតភាពទាក់ទាញនិងភាពស្រស់ស្អាតឲ្យទៅដល់អ្នកទស្សនាអត្ថន័យវប្បធម៌នៃស្បែកភ្លុក៏សំខាន់ដែរវាគឺបានបង្ហាញអំពីភាពច្នៃប្រឌិតនិងភាពទំនុកចិត្តរបស់អ្នករាំដែលបានប្រើប្រាស់ស្បែកភ្លុបានយ៉ាងល្អតែងតែទទួលបាននូវការគោរពពីសហគមន៍និងអ្នកដែលទស្សនាព្រមទាំងវាគឺជាការរក្សាទុកនិងបន្តបុណ្យរបស់វប្បធម៌បុរាណខ្មែរដែលសំខាន់សម្រាប់សម័យទំនើបស្បែកភ្លុគឺមិនត្រឹមតែជាចលនារបាំនោះទេប៉ុន្តែគឺដើម្បីបង្ហាញអំពីសមភាពសិល្បៈនិងអត្តចរិតរបស់អ្នករាំវាគឺជាផ្នែកមួយសំខាន់នៅក្នុងការអភិរក្សនិងការថែរក្សាសិល្បៈបុរាណខ្មែរឲ្យមានភាពល្អឥតខ្ចោះសម្រាប់តមនុស្សនៅជំនាន់ក្រោយសូមស្វាគមន៍ជាបន្ទាប់ទៅកាន់ Miss Magic Painting ខេត្តឧត្តរមានជ័យឈុតរំដួលឧត្តរមានជ័យស្ត្រីនៃដែនដីសុវណ្ណភូមិឈុតនេះគឺបានតំណាងឲ្យស្ត្រីដែលមានភាពអង់អាចក្លាហានរឹងមាំទន់ភ្លន់តែមិនទន់ជ្រាយដែលមានភាពស្រស់ស្អាតប្រដូចទៅនឹងផ្ការំដួលដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជាក្រងដោយ Miss Magic Painting ឧត្តរមានជ័យសុខមិលាគូររូបដោយបុរាណសូមស្វាគមន៍ដំណើរមកដល់នៃ Miss Magic Painting ឆ្នាំ2024ជាមួយនឹងការដើរសម្រាប់ការបិទនៃឈុតតំណាងជាតិរបស់ Miss Magic Painting ឆ្នាំ2025
ក្រោយពីការបង្ហាញខ្លួនរបស់កំពូល by Kennedy ទាំង15រូបរបស់ Miss Magic Painting ឆ្នាំ2025គឺយើងនឹងអាចរកឃើញឈុតចំនួន5និងអាចក្លាយទៅជាឈុតកំពូលនៃការរចនាឈុតដ៏ល្អបំផុតនៃការប្រកួត Miss Magic Painting ឆ្នាំ2025សូមអបអរជាដំបូងទៅកាន់ Miss Magic Painting រាជធានីភ្នំពេញជាបន្ទាប់សូមអបអរសាទរទៅកាន់ Miss Magic Painting កំពង់ចាមសូមអបអរសាទរទៅកាន់ Miss Magic Painting ខេត្តមណ្ឌលគិរីសូមចូលរួមអបអរសាទរទៅកាន់ Miss Magic Painting ខេត្តកំពង់ឆ្នាំងជាចុងក្រោយសូមអបអរសាទរទៅកាន់ Miss Magic Painting មកពីខេត្តពោធិ៍សាត់ទាំងនេះគឺជាកំពូលនៃឈុតទាំង5របស់ការប្រកួត Miss Magic Painting ឆ្នាំ2025 National Costume Competition ហើយនៅក្នុងចំណោមកំពូលតែ Kennedy ទាំង5រូបនេះនឹងមានម្នាក់នឹងអាចក្លាយទៅជាអ្នកឈ្នះសម្រាប់ការប្រកួតនៃឈុតតំណាងជាតិល្អបំផុតនៃការប្រកួត Miss Magic Painting ឆ្នាំ2025ម្ចាស់ជ័យលាភីនឹងត្រូវបានបង្ហាញនៅក្នុងការប្រកួតនៃរាត្រីផ្ដាច់ព្រាត់សូមអបអរសាទរសាជាថ្មីម្ដងទៀតចំពោះកំពូលតែ Kennedy ទាំង5រូបដែលពួកគេបានក្រុងនៅឈុតដ៏អស្ចារ្យជាមួយនឹងការច្នៃប្រឌិតដ៏មានភាពឥតខ្ចោះបំផុតសម្រាប់ការប្រកួតនៅក្នុងឆ្នាំនេះការប្រកួតនៃឈុតតំណាងជាតិរបស់ Miss Magic Painting ឆ្នាំ2025ត្រូវបានបញ្ចប់យើងខ្ញុំនិងក្រុមការងារទាំងអស់ពិតជាសូមអរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះផ្ទាល់និងតាមកញ្ចក់ការ live នេះគ្នាផងដែរពីខ្ញុំបាទនិងក្រុមការងារទាំងអស់សូមអរគុណនិងសូមគោរពលារីត្រីសួស្តីពី Miss Magic Painting ឆ្នាំ2025Miss Magic Painting 2025. The Unforgettable Stage.